ត្រីពីរនាក់ដណ្ដើមកូនតូចមួយនេះគឺជារឿងប្រៀបប្រដូចដ៏អស្ចារ្យនៃសារក្រមរបស់លួងសាឡូមោនដែលជារឿងរ៉ាវដែលបានកំណត់ពីភាពជាម្ចាស់ដ៏ពិតប្រាកដសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនិងប្រាជ្ញាដ៏ពិតប្រាកដនៅពេលដែលម្ដាយពីរនាក់បានទាមទារយកទារកដូចគ្នាស្ដេចសាឡូមោនបានចេញបញ្ជាដ៏គួរឲ្យភ័យខ្លាចមួយចូលកាត់ចែកកូនដែលនៅរស់នោះជាពីរទៅអ្វីដែលបានកើតឡើងបន្ទាប់បានបង្ហាញអំពីទឹកចិត្តរបស់ម្ដាយពិតនាងបានស្រែកឡើងថាអោព្រះម្ចាស់ហើយសូមប្រទានកូនដែលនៅរស់នោះដល់នាងទៅហើយកុំសម្លាប់វាឡើយទោះជាយ៉ាងណាក៏ដោយអ្នកទាមទារមិនពិតបាននិយាយថាកុំឲ្យវាខ្លាចជារបស់ខ្ញុំឬជាកម្មសិទ្ធិរបស់អ្នកនោះឡើយចូលកាត់កូននោះជាពីរចែកគ្នាទៅម្ដាយពិតបានជ្រើសរើសយកការរស់រានមានជីវិតរបស់កុមារជាជាងចង់បានកុមារមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអ្នកទាមទារមិនពិតដែលជំរុញដោយមហិច្ឆតាតែងតែចង់គ្រប់គ្រងចូលចិត្តការបំផ្លិចបំផ្លាញជាជាងការចោះចាញ់ការវិនិច្ឆ័យរបស់សាឡូមោនគឺរហ័សរហួនដោយឆ្លើយតបថាអ្នកដែលការពារគឺជាម្ដាយពិតប្រាជ្ញាបុរាណនេះបានបន្លឺឡើងជាច្រើនសហសវត្សរ៍មកហើយវាក៏នៅតែបានរកឃើញនូវភាពស្របគ្នានាសម័យដ៏ទំនើបហើយគឺជាការសោកសៅនៅក្នុងប្រាសាទថ្មនៃប្រាសាទខ្មែរដ៏ពិសិដ្ឋមួយនេះដែរនោះគឺជាប្រាសាទតាក្របីវាគឺជាប្រាសាទខ្មែរដ៏អស្ចារ្យមួយដែលត្រូវបានសាងសង់ឡើងជាច្រើនសតវត្សមុននៅក្នុងអំឡុងសតវត្សទី11និងទី12ដោយអរិយធម៌ដ៏មានឥទ្ធិពលដូចគ្នាដែលបានសាងសង់ប្រាសាទអង្គរវត្តដែរស្ថិតនៅលើជួរភ្នំដងរែកវាគឺជាវិមានដ៏មានវប្បធម៌ហើយដ៏សែនពិសិដ្ឋមួយដែលឈរនៅលើនិមិត្តរូបនៃការលះបង់ខាងវិញ្ញាណនិងទេពកោសល្យស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរតាមប្រវត្តិសាស្ត្រនិងផ្លូវច្បាប់ប្រាសាទនេះមានទីតាំងស្ថិតនៅយ៉ាងរឹងមាំក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជាជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យប៉ុន្តែដូចជាកំណប់ទ្រព្យបុរាណជាច្រើនទៀតដែរប្រាសាទតាក្របីមានទីតាំងស្ថិតនៅក្នុងតំបន់ព្រំដែនដែលធ្វើឲ្យវាคล้ายទៅជាចំណុចក្តៅនៃការឆ្លោះប្រកែកគ្នានិងការចង់បានដោយព្រោះតែមហិច្ឆតាដ៏លោភលន់របស់ប្រទេសជិតខាងអស់រយៈពេលជាច្រើនឆ្នាំរចនាសម្ព័ន្ធរូបវន្តដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិត្រូវបានជាប់នៅក្នុងការតស៊ូខាងឯភូមិសាស្ត្រនយោបាយរឿងរ៉ាវនៃប្រាសាទបានឈានដល់ចំណុចកំពូលដ៏សោកសៅក្នុងអំឡុងពេលចំនួនយោធាថ្មីនេះយោងតាមរបាយការណ៍ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនយោធាថៃបានបើកការវាយប្រហារបំផ្លិចបំផ្លាញប្រឆាំងនឹងទីតាំងដ៏ពិសិដ្ឋនេះកាំភ្លើងធំធន់ធ្ងន់និងការទម្លាក់គ្រាប់បែកត្រូវបានតម្រង់គោលដៅដោយផ្ទាល់ទៅលើបេតិកភណ្ឌដ៏មានតម្លៃមួយលទ្ធផលទីសក្ការៈដ៏អស្ចារ្យដែលជាសក្ខីភាពនៃអរិយធម៌ត្រូវបានបំផ្លាញទៅជាគំនរបែកបាក់ក្រសួងវប្បធម៌កម្ពុជាបានថ្កោលទោសការវាយប្រហារនេះថាជាការអសិលធម៌គួរឲ្យស្អប់ខ្ពើមនិងការមិនអើពើយ៉ាងជាក់ច្បាស់ចំពោះវប្បធម៌អរិយធម៌ព្រមទាំងបេតិកភណ្ឌដ៏ពិសិដ្ឋដែលបង្កើតឡើងជាផ្នែកមួយនៃបេតិកភណ្ឌរួមរបស់មនុស្សជាតិពួកគេបានអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិរួមទាំងពីអង្គការ UNESCO និងអាស៊ានដើម្បីថ្កោលទោសការបំផ្លិចបំផ្លាញនេះទង្វើនេះដែលជាការបំផ្លិចបំផ្លាញប្រាសាទដ៏អស្ចារ្យ
គឺជាសំឡេងបន្តនៃពាក្យចុងក្រោយរបស់អ្នកទាមទារមិនពិតនៅក្នុងរឿងព្រះគម្ពីរភាពស្រដៀងគ្នានេះគឺច្បាស់លាស់ហើយច្បាស់លាស់ណាស់ហើយគឺជាសោកនាដកម្មស្ត្រីទាំងពីរនាក់បានមករកលួងសាឡូមោនដោយទាំងពីរនាក់អះអាងពីភាពជាម្ចាស់លើកុមារម្នាក់ប្រទេសទាំងពីរមានចំនួនដោយអ្នកទាំងពីរអះអាងពីកម្មសិទ្ធិលើប្រាសាទមួយនេះម្ដាយពិតគឺជាប្រទេសកម្ពុជាដែលបុព្វបុរសរបស់ពួកយើងបានសាងសង់និងថែរក្សាបេតិកភណ្ឌវប្បធម៌នេះគឺជាអ្នកដែលខំស្ដារឡើងវិញខំការពារព្រមទាំងខំអភិរក្សដោយសន្តិភាពប៉ុន្តែអ្នកទាមទារមិនពិតដែលជំរុញដោយបំណងប្រាថ្នាចង់មានកម្មសិទ្ធិនៅទីបំផុតបានជ្រើសរើសផ្លូវរបស់ស្ត្រីទី2ប្រសិនបើនាងមិនអាចយកវាបានទេគ្មាននរណាម្នាក់នឹងអាចយកវាបានដែរមហិច្ឆតារបស់នាងត្រូវបានជំនួសដោយការបំផ្លាញទាំងស្រុងជាតក្កវិជ្ជាគឺគួរឲ្យភ័យខ្លាចកុំឲ្យកូនតូចខ្លាចជារបស់ខ្ញុំឬរបស់អ្នកឡើយចូលកាត់ចែកវាជាពីរចុះការបំផ្លិចបំផ្លាញប្រាសាទតាក្របីខ្លាចជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនិងជាការព្រមានរបស់ប្រាសាទបុរាណក្នុងសម័យទំនើបថាសេចក្តីស្រឡាញ់ពិតស្វែងរកការសង្គ្រោះប៉ុន្តែការចង់បានកាន់កាប់កម្មសិទ្ធិមិនពិតស្វែងរកការបំផ្លាញទៅវិញពុកលោកត្រូវតែជ្រើសរើសផ្នែកណានៃការវិនិច្ឆ័យដែលនឹងអកុសលយើងត្រូវបានអំពាវនាវឲ្យការពារព្រមទាំងថែរក្សាបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិទាំងអស់ប្រាសាទតាក្របីឈរនៅសប្តាហ៍ថ្ងៃនេះមិនត្រឹមតែជាប្រាសាទបុរាណប៉ុណ្ណោះទេប៉ុន្តែជាការទាមទារដ៏ស្ងប់ស្ងាត់និងខ្លាំងក្លាមួយសម្រាប់ការទទួលខុសត្រូវនិងការអង្វរដោយអស់សង្ឃឹមមួយថាសូមកុំអនុញ្ញាតឲ្យមហិច្ឆតាបំផ្លិចបំផ្លាញរបស់អ្នកទាមទារមិនពិតคล้ายទៅជាការបែងចែកនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ពិភពលោកឡើយ